a ការ៉េគឺវាស្មើជាមួយនឹងតម្លៃដាច់ខាតនៃ a ក៏សោះគឺវាស្មើជាមួយនឹងតម្លៃដាច់ខាតនៃ a ណាចាំទៅវាមានតែប៉ុណ្្នឹងអាហ្នឹងនេះគេតាមចូលមកនេះស៊ីងណាអញ្ចឹងលោកគ្រូប្រាប់ម្ដងទៀតលោកគ្រូថ្ងៃហ្នឹងលោកគ្រូបរៀនពីឬការ៉េហើយរូបមន្តមានតែមួយទេគឺឬការ៉េនៃ a ការ៉េគឺវាស្មើនឹងតម្លៃខាត់នៃ a ស្មើនឹងតម្លៃដាច់ខាត់នៃ a ហើយសួរថាតើតម្លៃដាច់ខាត់ហ្នឹងគេបង្កើតវាមកដើម្បីអីគឺវាបង្កើតវាមកដើម្បីឲ្យមួយចំនួនហ្នឹងគឺធំជាង0ជានិច្ចណាមិនថាវាវិជ្ជមានមិនអវិជ្ជមានទេនៅពេលដែលចម្លើយវាគឺធំជាង0ជានិច្ចតម្លៃដាច់ខាតនៃ a តម្លៃដាច់ខាតនៃ a គឺវាស្មើ2ក៏វាស្មើជាមួយនឹង a ហើយស្មើជាមួយនឹងដក a អូខេវាស្មើ a កាលណា a ធំជាងឬស្មើ0វាស្មើដល់ a កាលណា a តូចជាង0ណាអូខេយើងអាចចាំអានឹងដោយខ្លីៗថាប្រសិនបើមួយចំនួនបញ្ចេញពីឬការ៉េគឺដាច់ខាតធំជាង0ជានិច្ចអត់មានតូចជាង0ទេក៏ថាមួយចំនួនបញ្ចេញពីឬការ៉េគឺធំជាង0ជានិច្ចចាំទៅក៏ថាលឺអត់លឺទាំងអស់គ្នាបានលោកគ្រូហ្នឹងហើយមួយចំនួនបញ្ចេញពីឬការ៉េធំជាង0ជានិច្ចលើគូហ្នឹងឧទាហរណ៍ឲ្យមើល example ឧទាហរណ៍ថាគេបងឬការ៉េនៃ4អញ្ចឹងវាស្មើបានគេថាអញ្ចឹងដើម្បីបញ្ចេញពីរឿងនេះបានគឺស្រួលទេបងអាចសរសេរថាឬការ៉េនៃប៉ុន្មានលោកគ្រូសុំបន្តិចវាសរសេរទៅវាវីដេអូហ្នឹងវិញ4ហ្នឹងយើងអាចសរសេរមិនបានបង2ការ៉េណា2ការ៉េអញ្ចឹងវាស្មើជាមួយនឹង2ឃើញចម្លើយវាវិជ្ជមានអត់ទេឃើញចម្លើយវិជ្ជមានអត់ឬការ៉េនៃប៉ុន្មានបងឬការ៉េsorry ឬការ៉េនៃដក2លើកជាការ៉េអញ្ចឹងឬការ៉េនៃដក2លើកជាការ៉េអញ្ចឹងអាហ្នឹងយើងបញ្ចេញពីឬបានគឺថាពេលបញ្ចេញមកពុបគឺវាការ៉េស៊ីមួយឬអស់ហើយអញ្ចឹងវានៅសល់តម្លៃដាច់ខាតនៃដក2នៅពេលដែលវាសញ្ញាដកអញ្ចឹងគឺយើងត្រូវដាក់តម្លៃដាច់ខាតគឺថាបញ្ចេញសញ្ញាព្រួយរហូតអញ្ចឹងវិញវាស្មើជាមួយនឹងតម្លៃដាច់ខាតនៃដក2ហើយតម្លៃខាតនៃដក2គឺវាស្មើ2ណាវាស្មើ2ណាវាស្មើ2យល់ទេថាយល់ទេយល់ទេណាបានលោកគ្រូហ្នឹងហើយមិនន័យថាតម្លៃដាច់ខាតហ្នឹងគឺមួយចំនួននៅក្នុងតម្លៃដាច់ខាតហ្នឹងពេលវាលុបតម្លៃដាច់ខាតទៅគឺវាវិជ្ជមានជានិច្ចណាអូខេអញ្ចឹងកន្លែងហ្នឹងត្រូវចេះបងប្អូនត្រូវតែចេះណាក៏ថាអាហ្នឹងគឺសំខាន់ណាក៏ថាសំខាន់ណាអូខេតើណាតើនេះអញ្ចឹងនៅពេលដែលបងប្អូនយល់កន្លែងហ្នឹងគឺយើងអាចមកនេះយើងបានក៏ថាយើងអាចរៀនពីវាបានហើយមានតែឬការ៉េទេបងប្អូនមានយល់រំឬឬកន្លែងនេះគូគាត់ថាកន្លែងហ្នឹងគូគឺបញ្ចេញពីឬមកគឺវាធំយ៉ាង0យ៉ាងនិចណាបើឬគីបអត់អីទេយើងនិយាយពីតែឬការ៉េគាត់ថាយើងនិយាយតែឬការ៉េអញ្ចឹងលោកគ្រូឧទាហរណ៍ទៀតលោកគ្រូឧទាហរណ៍ងាយណាគាត់ថាឬ16ស្មើគេបងឬ16ឬ16ស្មើអីគាត់ថាស្មើឬប៉ុន្មានបងស្មើឬប៉ុន្មាន16យើងអាចសេមិនបានបងនៅពេលដែលបងប្អូនអត់ដឹងថាយើងបញ្ចេញពីរឿងមិនយើងអាចចែកកតាបឋមគឺថាយើងអាចចែកកតាបឋម16យើងចែកកតាបឋមមកបានប៉ុន្មានគឺថាករណីដែលយើងអត់ដឹងអាហ្នឹងវិធីសាស្ត្រដែលលោកគ្រូបរៀនគឺយើងលោកគ្រូអាចចែកកតាបឋម16យើងអាចសរសេរបានប៉ុន្មានគឺថាយើងអាចសរសេរថា2 8 2 4 2 1đóហ្នឹងការចែកកតាបឋមបងដឹងណាគឺថាចែកកតាបឋមគឺដំបូងបំផុតគឺចែកលេខបឋមដែលតូចជាងគេណាចែកដូចតូចជាងគេអញ្ចឹងយើងចាប់ផ្ដើមសេរីនេះមើលអញ្ចឹងអានេះវាសរសេរថា2ការ៉េអានេះ2ការ៉េដែរតើអត់2ការ៉េអានេះ2ការ៉េអញ្ចឹងអាពីរហ្នឹងយើងអាចយកមកគុណគ្នាបានទេអញ្ចឹងយើងអាចសរសេរថា2ការ៉េវាទៅជា2 ដង4ណាគឺ4ការ៉េហ្នឹងហើយតើអត់តើនេះវិធីសាស្ត្រអូខេតើនេះកន្លែងណាអញ្ចឹងយើងអាចសរសេរមកគឺ4ការ៉េអញ្ចឹងវាស្មើជាមួយនឹង4តែម្ដងតើនេះកន្លែងហ្នឹងតើនេះអាហ្នឹងងាយ
ងាយវាអត់តាមចូលលំហាត់សិប្បកម្មយើងទេប៉ុន្តែអាហ្នឹងគឺជាមូលដ្ឋានគ្រឹះដែលបងអូនអាចយកគ្រានពីហ្នឹងទៅដោះស្រាយលំហាត់សិប្បកម្មបានបើបងអូនអត់ចេះអាហ្នឹងទេបងអូនធ្វើអត់ចេញទេយល់អត់យល់ទេកសាយល់ទេបានលោកគ្រូ អូខេអញ្ចឹងកន្លែងហ្នឹងលោកគ្រូព្រៀនតែប៉ុណ្ណឹងអាហ្នឹងអញ្ចឹងករណីបញ្ចេញពីឫសការ៉េករណីបញ្ចេញពីឫសការ៉េឧទាហរណ៍ថាឫស32ឬ32ឬ32ហ្នឹងគឺយើងអាចយកវាទៅចែកកតាបឋមសិនក៏បានប៉ុន្តែកន្លែងហ្នឹងយើងលោកគ្រូខ្ជិលធ្វើឲ្យយូរគឺលោកគ្រូដាក់យកតែម្ដងលោកគ្រូអាចដាក់ថា16គុណជាមួយនឹង2ណា16គុណនឹង2ត្រូវអត់ទេណា16គុណនឹង2យើងអាចបញ្ចេញខ្លះទុកខ្លះក៏បានដែរអាណាបញ្ចេញរួចបញ្ចេញអាណាមិនបញ្ចេញមិនរួចទុកវាចោលហ្នឹងគឺវាស្មើជាមួយនឹងឬគេបងច្រឡំដាក់ចេញសញ្ញាព្រួយរហូតដល់សេរីចេញសញ្ញាព្រួយរហូតមិនចឹងវិញអូខេអញ្ចឹងយើងអាច16យើងបញ្ចេញមកបាន4អញ្ចឹងវាស្មើជាមួយនឹង4ឬ2ក៏បានដែរតើនេះកន្លែងហ្នឹងតើនេះបងប្អូនតើណាតើនេះតើនេះតើលោកអញ្ចឹងអាណាបញ្ចេញបានបញ្ចេញខ្លះមកអាណាមិនបញ្ចេញមិនបានក៏មិនចាំបាច់បញ្ចេញដែរឫសការ៉េលោកគ្រូព្រៀនពីឫសការ៉េអញ្ចឹងឫសការ៉េជាសញ្ញាព្រួយរហូតឫសការ៉េយើងអាចបូកគ្នាបានកាលណាវាមាននេះដូចគ្នាក៏ថាវាមានរ៉ាឌីកង់អាក្នុងនេះគេហៅរ៉ាឌីកង់អាឬនេះគេហៅថារ៉ាឌីកាល់នេះអាខាងរ៉ាឌីកាល់នេះរ៉ាឌីកង់អញ្ចឹងបើរ៉ាឌីកង់ដូចគ្នាគឺគេអាចបូកគ្នាបានគេថាគេអាចបូកគ្នាបានណាអញ្ចឹងងាយគេថាយើងអាចបូកគ្នាបានអញ្ចឹងឬ2ហ្នឹងគឺយើងអាចដាក់ថាឬ2ដដែលគេបូក1គុណនឹង1គុណ1គុណនឹង1គុណគេថាខាងមុខនេះ1គុណ1ខាងមុខនេះ1គុណ1គឺ2ឬ2អាហ្នឹងបូកគ្នាបានយល់ទេយល់ទេទោះតាណារ៉ាឌីកង់ហើយរ៉ាឌីកាល់ដូចគ្នាណាឬការ៉េដូចគ្នាឬគីបដូចគ្នាបូកគ្នាបានហើយអាខាងលេខខាងក្នុងដូចគ្នាយល់អត់យល់ទេណាយល់អត់ឬ3គុណជាមួយនឹងឬ4អញ្ចឹងស្មើប៉ុន្មានបងឬ3គុណនឹង4ណាស្មើជាមួយនឹង12អូខេតើណាហើយចំតោះស្មើឬ12ងាយណាងាយប្រសិនបើរ៉ាឬការ៉េដូចគ្នាអញ្ចឹងគឺយើងអាចសរសេរឬរួមបានហើយយើងយកគុណគ្នាមកអូខេងាយឬការ៉េ